ខ្មោចជនជាតិវៀតណាមនិយាយដូច្នោះខ្មោចជាតិឥណ្ឌាក៏និយាយហាក់បីដូចជាមិនពេញចិត្តទៅថារបល់យោចុះច្រមុះស្រួចនឹងវាទើសអីឯងអានេះវាថៃឯងបានជាមកថាឲ្យពួកយើងនឹងឯងវាចេះតែយ៉ាងម៉េចនៅក្នុងខ្លួនអានេះមិនបានជាមកថាឲ្យពួកយើងយ៉ាងនេះអញ្ចឹងបានជាពួកយើងមិនខ្ជិលនិយាយរកឯងនឹងមកពីឯងចេះតែអញ្ចឹងនឹងតើបុរសជនបរទេសដែលជាជាតិឥណ្ឌាបាននិយាយឡើងរួចទៅជនបរទេសម្នាក់ទៀតដែលជាជាតិចាមនិយាយបន្តថាងាប់លិនហើយស្មានថានៅស្រុកខ្មែរមានតែជនជាតិឯងរស់នៅជនជាតិលិនក៏មានមករស់ស៊ីលក់ដូរនិងរស់នៅដូចឯងដែរក៏ដើបពេលលើខ្មោចទាំងពីរនិយាយដូច្នោះខ្មោចជាតិវៀតណាមក៏ទម្លាក់មុខចុះហើយនិយាយទៅអានសំទៅអានស្មានថាពួកហែនអត់ចេះស្ដាប់ស្មែព្រោះអានឃើញអត់និយាយរកគ្នាតាំងពីនៅចំណតឡាននិយាយហើយខ្មោចជាតិវៀតណាមស្ងាត់មាត់ទៅវិញទៅណ៎ហើយអ្នកទាំង3ជប់ជជែកគ្នាទៅបើអ្នកទាំងអស់គ្នាសុទ្ធតែនិយាយភាសាខ្មែរបានឥឡូវជួយឆ្លើយសំណួរខ្ញុំបន្តិចទៅមើលតើទីនេះគឺជាកន្លែងណាហើយមិនបានជាខ្ញុំនិងអ្នកទាំង3មកនៅទីនេះទៅវិញខ្ញុំនៅចាំបានថាអ្នកទាំង3គឺជាអ្នកដំណើរនៅក្នុងរថយន្តរបស់ខ្ញុំទេតើចុះមិនឥឡូវពួកយើងបែរជាមកនៅទីនេះទៅវិញប្រលឹងខ្មោចទាំង3សះក៏បានសម្លឹងមើលទៅកាន់ពុរិតទាំងទឹកមុខចម្លែកបន្ទាប់មកបុរសជាតិចាមក៏បាននិយាយឡើងថាងាប់លិនហើយនេះសម្លាញ់ឯងមិនទាន់បានដឹងថាខ្លួនឯងស្លាប់ទៀតសម្លាញ់ឯងបានស្លាប់ហើយនេះសិតតែខ្មោចតានេះចោយហើយពួកយើងស្លាប់ដោយសារតែហែននឹងហើយអានស្ងល់ហែនបើកឡានមិនបានបើកមិនមើលផ្លូវកោងនាំពួកអានមកងាប់អស់មួយឡាន